ព្រះសទ្ធត្ថយាងចេញសាងព្រះភ្នោះនេះថ្ងៃប្រហ័ស15កើតពេញបូណមីខែអាសាឍឆ្នាំថោះនៅក្នុងព្រះរាជវាំងនាក្រុងកបិលភ័ក្រមានពិធីជប់លៀងរំលែកមួយយ៉ាងសប្បាយរីករាយដែលព្រះបាទសទ្ធោទនៈប្រារព្ធឡើងដើម្បីអបអរសាទរនិងផ្ដល់កិត្តិយសដល់ព្រះអាយុបុត្រព្រះរាហុលកុមារដែលទើបនឹងប្រសូតយប់ជ្រៅណាស់ទៅហើយព្រះអង្គម្ចាស់សទ្ធត្ថទ្រង់គង់នៅខាងក្រៅព្រះរាជដំណាក់មួយព្រះអង្គឯងទតមើលពន្លឺព្រះច័ន្ទនិងវងតារាទាំងឡាយព្រះអង្គទ្រង់បានដាក់ព្រះចិន្តាថានឹងចាកចេញអំពីព្រះបរមរាជវាំងទៅស្វែងរកធម៌ដូចជាតបោះទាំងឡាយនៅក្នុងព្រៃនាពាក់កណ្ដាលរាត្រីនេះជាដាច់ខាតទីបំផុតព្រះអង្គយាងចូលទៅក្នុងព្រះក្រឡាបន្ទុំដើម្បីដោះគ្រឿងអំពររួចទៅព្រះអង្គយកព្រះហស្តស្ដាំវែកព្រះសន្តិយាគឺវាំងននសន្សឹមទ្រង់តទៅកាន់ពំពីយសោធារីជាព្រះមហេសីនិងរាហុលកុមារជាបុត្រាដែលកំពុងលងលក់ស្កប់ស្កល់ព្រះអង្គមានព្រះហឫទ័យចង់យាងចូលទៅផ្ដែផ្ដាំមហេសីនៅពាក្យខ្លះមុននឹងទ្រង់យាងព្រះរាជដំណើរចេញប៉ុន្តែទ្រង់នៅស្ទាក់ស្ទើរក្នុងព្រះចិន្តាព្រះអង្គទ្រង់ព្រះត្រេះរិះថាអាត្មាអញបានពោលរៀបរាប់នៅអ្វីដែលមានសារៈសំខាន់ប្រាប់ដល់ពំពីមហេសីជាទីស្រឡាញ់របស់អញពីមុនរួចមកហើយប្រសិនជាអាត្មាអញដាស់មហេសីនៅក្នុងពេលនេះក៏នឹងធ្វើឲ្យការចាកចេញដំណើររបស់អាត្មាអញមានការឈឺចាប់ព្រឹកតែខ្លាំងឡើងកាលបើទ្រង់ពិចារណាដូច្នេះហើយទ្រង់ក៏ទម្លាក់វាំងននចុះមកវិញហើយក៏យាងថយចេញព្រះសទ្ធត្ថទ្រង់មិនទាន់សពព្រះហឫទ័យសោះទ្រង់ចាប់បង្ហើបវាំងននម្ដងទៀតដើម្បីទតមើលមហេសីនិងបុត្រាក្នុងនីតិចុងក្រោយបំផុតព្រះអង្គខំទតមើលយ៉ាងខ្លាំងរហូតដល់រូបភាពរបស់មហេសីនិងបុត្រដិតនៅក្នុងអារម្មណ៍ទីបំផុតព្រះអង្គទ្រង់ទម្លាក់វាំងននចុះមកវិញសន្សឹមរួចហើយក៏យាងចេញផុតតែម្ដងទេខណៈដែលព្រះសទ្ធត្ថយាងកាត់តាមល្វែងទទួលភ្ញៀវទ្រង់បានតតឃើញស្រីអ្នកចម្រៀងនឹងរបាំដេកស្ដុកស្ដឹងលើកម្រាលមានសក់សំពីងសំពងហាមមាត់ច្រវាបដូចជាត្រីងាប់ដៃដែលគេរាំទុនលវត់លវន់កាលពីប្រលប់នោះបានคล้ายទៅជារឹងឆ្កឹងដូចជាអង្កត់អស់ជើងរបស់គេកងលើគ្នាទៅវិញទៅមកដូចជាមនុស្សស្លាប់នៅក្នុងសមរភូមិព្រះសទ្ធត្ថទ្រង់មានអារម្មណ៍ដូចជាយាងកាត់តាមព្រៃខ្មៅយ៉ាងស្ងាត់ជ្រងំលុះពេលព្រះអង្គយាងដល់ក្រោលសេះទ្រង់ទតឃើញនាយសារថីមិនទាន់ដេកនៅឡើយឆន្ទមាត្របានដឹកសេះកណ្ដកៈដែលបានបំពាក់បង្ហានិងកែបរួចជាស្រេចហើយនោះមកថ្វាយដល់ព្រះអង្គនាយឆន្ទមាត្រត្រូវបានព្រះសទ្ធត្ថអនុញ្ញាតឲ្យធ្វើដំណើរទៅជាមួយព្រះអង្គដែរព្រះសទ្ធត្ថនិងនាយសារថីបណ្ដាសេះកណ្ដកៈចេញដំណើរយឺតនិងយ៉ាងស្ងៀមស្ងាត់ជាទីបំផុតសម្ដៅទៅកាន់ខ្លោងទ្វារវាំងខាងក្រៅឆ្មាំទ្វារទាំងអស់ដេកលងលក់ស្ងាត់ឆឹងដែលជាឱកាសមួយធ្វើឲ្យព្រះសទ្ធត្ថនិងឆន្ទមាត្រអាចឆ្លងកាត់ខ្លោងទ្វារវាំងនោះបានយ៉ាងស្រួលព្រះសទ្ធត្ថទ្រង់គង់លើខ្នងសេះកណ្ដកៈដោយដាក់នាយឆន្ទមាត្រឲ្យអង្គុយនៅពីខាងក្រោយសេះកណ្ដកៈផែនយ៉ាងពេញទំហឹងឆ្ពោះទៅទិសខាងត្បូងក្រោមពន្លឺព្រះច័ន្ទដ៏ថ្លានាថ្ងៃពេញបូណមីកាលទ្រង់យាងចេញបានបន្តិចក៏មានមាអរតនីមកបង្អាក់ព្រះដំណើររបស់ព្រះអង្គថាណែសទ្ធត្ថចូលអ្នកកុំជាងទៅបួសអីលុះអំណះតែ7ថ្ងៃទៀតទេសម្បត្តិចក្រពត្តិនឹងកើតមានដល់អ្នកហើយប៉ុន្តែព្រះសទ្ធត្ថទ្រង់កាត់ព្រះហឫទ័យហើយពោលតបនឹងមាវិញថាអាត្មាអញមិនអាឡោះអាល័យនឹងសម្បត្តិមហាចក្រនោះឡើយ